ស្ដីបងនេះទូរបស់ខ្ញុំរៀបហើយអញ្ចឹងខាងក្នុងនេះខ្ញុំរៀបរាប់ទូទ្រូនេះឌីសង្ទ័រមេតាមបិទបើកហើយនេះឌីប៉ុយស៊ីបសម្រាប់កាត់ផ្ដាច់ចរន្តពេលដែលទុកសេលើបន្ទប់ហើយនេះគឺរ៉េ8គ្រាប់នេះមានរ៉េភ្ជាប់ហើយនឹងរ៉េស្តាតហើយខាងក្រោមនេះគឺកន្លែងភ្ជាប់ទៅ sensor ណាអញ្ចឹង sensor នេះខាងក្រោម7គ្រាប់គឺខ្ញុំតេស្តទាំង7តែម្ដងអញ្ចឹង sensor តួនាទីវាគឺចាប់ហ្គាសពេលដែលហ្គាសលេចធ្លាយអញ្ចឹងហ្គាសលេចធ្លាយ sensor វានឹងចាប់ហើយវានឹងបញ្ជូនភ្លើងមកឲ្យ relay នេះបញ្ជូនភ្លើងទៅ solenoid នេះ solenoid នេះឲ្យបិទហ្គាសឲ្យចេញហើយចំណែកបេតុងអីផ្សេងនេះគឺវាលោតទៅតាមsensor នេះធ្វើការហើយនឹង solenoid នេះណាហ្នឹងហើយអញ្ចឹង emergency នេះយើងដឹងហើយគឺយើងប្រើចរន្តទាំងអស់ហើយនេះ on off សម្រាប់មុននឹងយើងបើកដំណើរការអញ្ចឹងដូចបងចង់បានថាពេលដែលភ្លើងដាច់មកវិញអត់ឲ្យចូលនៅក្នុងsensor ទាំងអស់នេះទេអញ្ចឹងបងខ្ញុំប្រើបេតុង start នេះឲ្យបងអញ្ចឹងពេលដែលភ្លើងដាច់បងចុច start នេះបាន relay ខាងក្នុងនេះធ្វើការហ្នឹងហើយដូចគ្នាដែរបើយើងបើកដំបូងក៏អត់ទាន់ធ្វើការដែរតោះតែយើង start សិនបាននៅក្នុងហ្នឹងគឺបានធ្វើការទាំងអស់អញ្ចឹងខ្ញុំចាប់ដើមតេស្តឲ្យបងមើលអញ្ចឹងខ្ញុំបើកភ្លើងចូលមកគឺ power មានភ្លើងហើយប៉ុន្តែអស់ទាំងនេះអត់ទាន់មានភ្លើងចូលទេអញ្ចឹងខ្ញុំ on វាសិនបន្ទាប់មកខ្ញុំ start ណាបាទអញ្ចឹងពេលដែលខ្ញុំ start ភ្លើង solenoid នៅភ្លឺមានន័យថា solenoid នេះចាប់ផ្ដើមបើកហើយ sensor អស់ទាំងនេះចាប់ផ្ដើមធ្វើការមកទាំងអស់ទាំង7តែម្ដងបាទអញ្ចឹងយើងឧទាហរណ៍ថាយើងប្រើហ្គាសវាធ្លាយអញ្ចឹងវាឈប់អត់មានន័យថាវាចេញទឹកទៀតអត់វាចេញហ្គាសទៀតអត់អញ្ចឹងឥឡូវខ្ញុំតេស្តហ្គាសនេះចំប៉ុងហ្គាសខ្ញុំបាញ់ហ្គាសមកលើ sensor នេះអញ្ចឹងណាខ្ញុំបាញ់លើ sensor បាទអញ្ចឹងឥឡូវនេះ sensor កំពុងតែធ្វើការអញ្ចឹងពេលដែលធ្វើការវាចំហយហើយឃើញទេពេលដែលវាចំហមានន័យថាចេញហ្គាសហើយអញ្ចឹងដើម្បីឲ្យឡើងធ្វើការពេល sensor វាទទួលសញ្ញាហ្គាសបានsolenoidវានឹងបិទអញ្ចឹងខ្ញុំតេស្តជាក់ស្ដែងខ្ញុំយកហ្គាសបាញ់ទៅលើ sensor បាទអញ្ចឹងវានឹងបាក់ឡើងហ្នឹង sensor នេះវានឹងបិទឃើញទេហើយបើសិនជាដូចនិយាយកន្លងមកអញ្ចឹងបើសិនជាករណីថាយើងចង់ប្រើទូនឹងវិញហើយវាអត់ទាន់អស់ជាតិហ្គាសអញ្ចឹងយើងអាចបើក sensor នេះបានទេតែយើងបើក sensor ហ្នឹងវានឹងចាប់ស្រែកទៀតអញ្ចឹងយើងអាចយកបេតុងនេះបានបេតុងoff sensor នេះពេលយើងចុចទៅវានឹងដាច់ទាំងអស់ហ្មងអញ្ចឹងsolenoid នេះក៏វាបិទដែរអញ្ចឹងដើម្បីបើកប្រើ solenoid បានយើងត្រូវកាច់បេតុងនេះបាទអញ្ចឹង solenoid បើកវិញហើយចំណែកsolenoid on ក៏ដំណើរការដែរអញ្ចឹង solenoid វាដើរបណ្ដាយើងមើលលើភ្លើងសញ្ញានេះតែភ្លើងសញ្ញានេះភ្លឺមានន័យថា solenoid ហ្នឹងក៏ដើរដែរអញ្ចឹងទូហ្នឹងគឺមានប៉ុណ្ណឹងបើសិនជាបងឆ្ងល់កន្លែងណាបងអាចសួរបានណាហ្នឹងហើយនេះគឺជាទូសុវត្ថិភាពរបស់ហ្គាសអញ្ចឹងសម្រាប់បងប្អូនយើងដែលត្រូវការទូគ្រប់គ្រងហ្គាសតាមហាងតាមភោជនីយដ្ឋានអីសណ្ឋាគារផ្សេងអាចចាក់តើបានណាខាងយើងមានទទួលរៀបទូសុវត្ថិភាពរបស់ហ្គាសអរគុណសូមជម្រាបលា